មេរៀនទី66អំណានរឿងចាបនិងដំរីនៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេថ្ងៃមួយដំរីបបួលចាបផឹកទឹកភ្នាល់គ្នាបើអ្នកណាផឹកបានច្រើនជាងអ្នកនោះជាអ្នកឈ្នះចាបគោយល់ព្រមហើយហើរនាំផ្លូវដំរីកាត់ព្រៃភ្នំទៅកាន់សមុទ្រពេលនោះទឹកសមុទ្រកំពុងចូលចាបគោឲ្យដំរីផឹកទឹកមុនទឹកសមុទ្រប្រៃពិបាកលេបណាស់តែដោយចង់ឈ្នះដំរីខំផឹកឥតឈប់ទឹកសមុទ្រនៅតែចូលឡើងដល់ពោះវាទើបដំរីឈប់ផឹកលុះទឹកនាចចាបគោហើរទៅមាត់ទឹកឱនក្បាលជ្រៅលក់ចំពុះក្នុងទឹកធ្វើជាផឹកទឹកស្រកចុះចាបគោលោតតាមទឹកនាចធ្វើជាផឹករហូតដល់ជើងដំរីចាបផឹកទឹករហូតទាល់តែដំរីខាត់តាំងពីពេលនោះមកចាបគោបានធ្វើជាមេដោយសារប្រាជ្ញាឈ្លាសវៃរបស់ខ្លួនការរៀនពាក្យកអំណានពាក្យដណ្ដើមអានថាដណ្ដើមហពន់យកពាក្យចូលទឹកឡើងនាចទឹកស្រក់សំណួរ1តើចាបនិងដំរីដណ្ដើមគ្នាធ្វើអ្វី2តើចាបហើរនាំដំរីទៅណា3តើចាបនិងដំរីភ្នាល់គ្នាធ្វើអ្វី4តើចាបធ្វើដូចម្តេចទើបឈ្នះដំរីលំហាត់កចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវព្រៃសត្វដណ្ដើមភ្នាល់ភ្នំសមុទ្រជោនាចប្រាជ្ញាឈ្លាសវៃខចូលរៀបល្បះខាងក្រោមឲ្យបានតាមលំដាប់លំដោយសាច់រឿង1ថ្ងៃមួយដំរីបបួលចាបផឹកទឹកភ្នាល់គ្នា2លុះទឹកនាចចាបគោហើរទៅមាត់ទឹកឱនក្បាលជ្រៅលក់ចំពុះក្នុងទឹកធ្វើជាផឹក3ពេលនោះទឹកសមុទ្រកំពុងចូលចាបគោឲ្យដំរីផឹកទឹកមុន4ទឹកស្រកចុះចាបគោលោតតាមទឹកនាចធ្វើជាផឹករហូតដល់ជើងដំរី5តាំងពីពេលនោះមកចាបគោបានធ្វើជាមេដោយសារប្រាជ្ញាឈ្លាសវៃរបស់ខ្លួន6នៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេសំណេរកចូលសរសេរតាមអានត្រួតពិនិត្យពាក្យនិងល្បះខាងក្រោមដណ្ដើមភ្នាល់ភ្នំសមុទ្រជោនាចប្រាជ្ញាឈ្លាសវៃនៅព្រៃធំមួយមានសត្វចាបនិងដំរីដណ្ដើមគ្នាធ្វើជាមេខចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវឈ្លាសវៃចាបដំរីលេបផឹកនាចជោនឹង1នៅព្រៃធំមួយមានសត្វចាបដំរីដណ្ដើមគ្នាធ្វើជាមេ2ពេលនោះទឹកសមុទ្រកំពុងចាបគោឲ្យដំរីផឹកទឹកមុន3ទឹកសមុទ្រប្រៃពិបាកណាស់តែដោយចង់ឈ្នះដំរីខំឥតឈប់4ទឹកស្រកចុះចាបគោលោតតាមទឹកធ្វើជាផឹករហូតដល់ជើង5តាំងពីពេលនោះមកបានធ្វើជាមេដោយប្រាជ្ញារបស់ខ្លួនកែវចូលរកពាក្យមកបំពេញអត្ថបទខាងក្រោមឲ្យបានត្រឹមត្រូវពេលនោះទឹកកំពុងចូលចាបគោឲ្យដំរីផឹកទឹកមុនទឹកសមុទ្រប្រៃពិបាកលេបតែដោយចង់ដំរីខំផឹកឥតឈប់ទឹកសមុទ្រនៅតែចូលឡើងដល់ពោះវាទើបដំរីផឹក